សួស្តីគ្នាយើងថ្ងៃនេះគ្រូមកបង្ហាញអំពីរបៀបនៅក្នុងការបកស្រាយប្រធានតែក្តីបែបបញ្យលចឹងគ្រូមានប្រធានមួយគេថាតែក្តីព្យាយាមរមែងធ្វើឲ្យមនុស្សរស់នៅមានសុភមង្គលតោះណាចឹងនៅក្នុងប្រធានតែក្តីបែបបញ្យលគេតែងតែបង្កប់គំនិតសំខាន់ចឹងយើងទៅរកវាឃើញនៅក្នុងប្រធានហ្នឹងតើពាក្យណាឬកន្សងពាក្យណាជាគំនិតសំខាន់រួចហើយយើងយកវាមកបំបែកណាបំបែកជាគោលគំនិតតូចចឹងនៅក្នុងប្រធាននេះគឺសេចក្តីព្យាយាមណាគឺជាគំនិតសំខាន់ចឹងយើងយកវាមកបំបែកជាគោលគំនិតតូចបែបនេះតោះណាចឹងបំបែកយ៉ាងម៉េចយើងបង្កើតជាសំណួរសួរវាទៅថាតើសេចក្តីព្យាយាមធ្វើឲ្យមនុស្សរស់នៅមានសុភមង្គលយ៉ាងដូចម្ដេចឬក៏តើសេចក្តីព្យាយាមបានផ្ដល់ប្រយោជន៍អ្វីខ្លះដល់មនុស្សអញ្ចឹងពេលបងអូនមានសំណួរប្រកាសជារកចម្លើយឃើញដែរអញ្ចឹងនេះឃើញទេនេះសេចក្តីព្យាយាមធ្វើឲ្យមនុស្សរស់នៅមានភាពអត់ធ្មត់ណាធ្វើឲ្យមនុស្សរស់នៅចេះដោះស្រាយបញ្ហាធ្វើឲ្យមនុស្សរស់នៅមានទំនួលខុសត្រូវនិងទទួលស្គាល់សមត្ថភាពខ្លួនឯងណាអញ្ចឹងនេះជាហោហែបងអូនមើលទៅអាចុចខាងក្រោយហ្នឹងគឺបានន័យថានៅមានពាក្យពេចន៍សរសេរទៀតណាអញ្ចឹងបងអូនពេលបកស្រាយព្យាយាមរកអាគោលកំណត់តូចហ្នឹងអាត្រេហ្នឹងគឺគោលកំណត់តូចហើយរកបានច្រើនកាលណាបកស្រាយបានច្រើនកាលនោះណាតោះរួចពេលយើងរកបានហើយយើងយកវាមកសរសេរភ្ជាប់បែបនេះឃើញទេនេះភ្ជាប់បែបនេះនេះឃើញទេអញ្ចឹងយើងសេមកនេះជាការពិតណាស់អញ្ចឹងបន្ទាប់ពីយើងសរសេរជាការពិតណាស់ហើយបងប្អូនពិបាកនៅក្នុងការរកពាក្យពេចន៍ឬក៏គំនិតនៅក្នុងការសរសេរតទៀតបងអាចសរសេរប្រធានចូលមកវិញបានថតណាគ្រាន់តែថាការសរសេរប្រធានចូលមកវិញបែបនេះវាមិនសូវយើងវាធ្វើឲ្យយើងអត់សូវបានបន្ទូលល្អទេថតណាតែនេះក៏ជាវិធីសាស្ត្រដោះតល់មួយដែរជាងយើងសេមកណាជាការពិតណាស់ណាសេចក្តីព្យាយាមរមែងធ្វើឲ្យមនុស្សរស់នៅមានសុភមង្គលយ៉ាងពិតប្រាកដមែនឃើញទេពិតប្រាកដមែនយ៉ាងម៉េចយើងបញ្ជាក់ហេតុផលប្រាប់គេមកនេះអាក្រហមពាក្យថាព្រោះថាហ្នឹងគ្រូសេពណ៌ក្រហមហ្នឹងអាហ្នឹងគឺជាសំណួរពាក្យភ្ជាប់អញ្ចឹងយើងបញ្ជាក់គេមកថាម៉េចការព្យាយាមតែងជួយមនុស្សរស់នៅមានភាពអត់ធ្មត់ស៊ូទ្រាំនិងបញ្ហាកើតមានចំពោះមុខឃើញទេអញ្ចឹងយើងខាន់មករួចហើយយើងប្រើសំណួរពាក្យភ្ជាប់ទៀតឃើញទេទន្ទឹមនឹងនេះកាលណាមនុស្សរស់នៅមានការព្យាយាមក្នុងជីវិតនោះនឹងជួយឲ្យអភិវឌ្ឍចំណេះដឹងនិងជំនាញថ្មីប្រចាំថ្ងៃឃើញទេនេះឃើញអញ្ចឹងក្នុងមួយខណ្ឌយើងទៅសេតែមកគំនិតសំខាន់បានហើយតោះណាដើម្បីឲ្យការបកស្រាយប្រធានតែស្ដីយើងហ្នឹងកុំឲ្យមានភាពច្រំដែនជាប់អត្ថន័យគ្នាតោះណាអញ្ចឹងការបកស្រាយប្រធានតែក្ដីបើកាលណាបងប្អូនបកស្រាយខ្លឹមសារជាប់គ្នាហ្នឹងគេហៅស្ទួនហើយតែស្ទួនអញ្ចឹងគេអត់ឲ្យបន្ទុកទេគេឲ្យតែមួយទេតោះណាអញ្ចឹងយើងប្រើសំណួរពាក្យភ្ជាប់ទៀតមកនេះឃើញទេស្របគ្នាទីដែរប្រធានយើងនិយាយពីអីគេប្រធានយើងនិយាយពីសេចក្តីព្យាយាមអញ្ចឹងយើងអាចទៅសេសេចក្តីព្យាយាមក៏បានឬក៏ទៅសេអាពាក្យកន្លឹះដែលយើងបញ្ចូលសេចក្តីព្យាយាមហ្នឹងក៏បានដែរឃើញទេជាយើងដាក់មកស្របគ្នានេះដែរសេចក្តីព្យាយាមនេះទៀតសោតក៏ជួយឲ្យមនុស្សរស់នៅមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនឬក៏ជាមួយអ្នកផងទាំងពួងឃើញអត់ហ្នឹងហើយពិសេសនេះអ្វីដែលយើងចាំបាច់ត្រូវការរកអាត្រេនេះបានច្រើនមកឬឲ្យចាំយកមកទៅសេភ្ជាប់បែបនេះបងណាអញ្ចឹងពេលខណ្ឌនេះពេលខណ្ឌចុងក្រោយគេយើងធ្វើមកទៀតខ្ញុំប្រើគំនិតសំខាន់ទៀតមកខ្ញុំប្រើសំណួរពាក្យភ្ជាប់ទៀតមកណាសំណួរពាក្យភ្ជាប់យើងមានខ្លះទន្ទឹមទាំងនេះជាងនេះទៅទៀតលើសពីនេះទៅទៀតមួយវិញទៀតអីនោះមួយយ៉ាងវិញទៀតអីនោះជាងយើងសេមកនេះឃើញទេត្រឹមខណ្ឌខាងក្រោមនេះឃើញទេនេះខណ្ឌនេះយើងអាចដាក់តមកទៀតមកថាលើសពីនេះទៅទៀតណាសេចក្តីព្យាយាមយើងមើលរបស់យើងសមមួយណាក៏បានជួយឲ្យមនុស្សរស់នៅមានអ្នកគោរពស្រឡាញ់ចូលចិត្តពេញចិត្តផងដែរខណ្ឌទៅអញ្ចឹងក៏បានដែរតោះណាអានេះគឺវិធីសាស្ត្រនៅក្នុងការបកស្រាយប្រធានតែក្តីបែបបញ្យលរបៀបទី1ណាអញ្ចឹងជាចុងក្រោយបើបងប្អូនណាមានចំណាប់អារម្មណ៍ចង់រៀនតែងសេចក្តីជាមួយលោកគ្រូអីអាចតទៅមកពេកបានណាគឺមានតម្លៃពិសេសជូនណាយើងមានទាំងថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយនិងសៅរ៍អាទិត្យណាច័ន្ទសុក្រម៉ោង11កន្លះដល់ម៉ោង12កន្លះថ្ងៃណាហើយសៅរ៍អាទិត្យយើងមានម៉ោង5ដល់ម៉ោង7យប់ណាសម្រាប់តម្លៃរៀនតាមអនឡាញគឺក្នុងមួយខែ$25ណាសម្រាប់ការបង្រៀនដល់ផ្ទះតម្លៃ
ចាប់ពី150ដល់200អាហ្នឹងអាស្រ័យទៅលើទីតាំងសិស្សវាប្រែប្រួលទាំងដែរណាបាទអរគុណច្រើន